សូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមជូនព័ត៌មានថ្មីមួយទៀតហើយពាក់ព័ន្ធជាមួយនឹងអ្នកនាំពាក្យកងទ័ពថៃកំពូលឆ្លើយកំពូលឌឺលោកវិនថៃស៊ូវរីបានទទួលស្គាល់ថាថៃកំពុងតែចាញ់ប្រៀបការទូតកម្ពុជានៅក្នុងពេលបច្ចុប្បន្ននេះថៃមិនហ៊ានធ្វើឲ្យប្រេះប្រាទេជាពិសេសនៅក្នុងកងទ័ពថៃកំពុងតែរក្សាភាពស្ងៀមស្ងាត់បងប្អូនជាទីគោរពរាប់អានទឹកស្ងប់មិនពិតថាអត់ត្រីទឹកស្ងប់មិនពិតថាគ្មានភីវីរស់រស់នៅក្នុងទឹកពាក់ព័ន្ធជាមួយនឹងករណីនេះផងដែរស្របពេលដែលកម្ពុជាកំពុងតែមានព្រៀបនៅលើវិស័យការទូតទាំងជាតិនិងអន្តរជាតិទាំងតំបន់អាស៊ាននិងក៏ដូចជានៅលើតំបន់បាននៅលើពិភពលោករហូតមកទល់នឹងពេលបច្ចុប្បន្ននេះក្រោយពេលដែលកម្ពុជាបានប្តឹងបាទទៅលើអង្គការសហប្រជាជាតិបណ្ដាលឲ្យបណ្ដាប្រទេសទាំងអស់នៅលើពិភពលោកបានដឹងអំពីទង្វើឈ្លានពានចូលកាន់កាប់នឹងរបស់ថៃដោយខុសច្បាប់លើដែនអធិបតេយ្យភាពកម្ពុជាសង្គ្រាមការទូតកម្ពុជាកំពុងតែមានព្រៀបខ្លាំងមែនទែននៅក្នុងពេលបច្ចុប្បន្ននេះបងប្អូនជាទីគោរពរាប់អានពាក់ព័ន្ធជាមួយនឹងរឿងមួយបាទដែលតែងតែលើកឡើងពាក់ព័ន្ធជាមួយនឹងថៃចូលកាន់កាប់បាទទឹកដីកម្ពុជាក្រោយបទឈប់បាញ់បាទនៅពេលដែលបទឈប់បាញ់គឺកងទ័ពឈរកន្លែងណានៅកន្លែងនោះប៉ុន្តែក្រោយបទឈប់បាញ់បានភាគីទាំងពីរត្រូវតែគោរពច្បាប់អន្តរជាតិផ្ដល់ទីតាំងឲ្យប្រជាពលរដ្ឋបាទរៀងខ្លួនទៅនៅផ្ទះរបស់ពួកគាត់វិញហើយដីទាំងអស់បាទដែលជារបស់ភាគីណាគឺប្រគល់ឲ្យភាគីនឹងវិញប៉ុន្តែថៃមិនគោរពទៅលើកិច្ចព្រមព្រៀងដែលមានស្រាប់ហើយមិនត្រឹមតែប៉ុណ្ណោះកំពុងតែក្លែងបន្លំបាទនឹងកំពុងតែបំភ្លេចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរឥឡូវនេះទេវតាចាប់ផ្ដើមបើកភ្នែកកាន់តែធំហើយលោកវិនថៃស៊ូវរីដែលធ្លាប់តែនិយាយលក្ខណៈបំពងអួតក្អេងក្អាងឥឡូវនេះចាប់ផ្ដើមបាក់ស្បាតហើយមិនត្រឹមតែប៉ុណ្ណោះបើយោងទៅតាមការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពជើងគោករបស់ថៃលោកវិនថៃស៊ូវរីបានលើកឡើងថាថៃកំពុងតែរងសម្ពាធអន្តរជាតិហើយស្មុគស្មាញណាស់ចំពោះកងទ័ពថៃនឹងមិនអាចស្ថិតនៅក្នុងស្ថានភាពអំណោយផលដូចពីមុនឡើយអ្នកនាំពាក្យកងទ័ពថៃដដែលបានបញ្ជាក់ជាថ្មីថាព្រំដែនថៃនិងកម្ពុជាមានលក្ខណៈធម្មតានិងដោយមានការត្រួតពិនិត្យ24ម៉ោងលើ24ម៉ោងលោកសម្ដែងនៅទំនុកចិត្តដោយលើកឡើងថាប្រទេសថៃមិនស្ថិតនៅក្រោមស្ថានភាពអំណោយផលនោះឡើយចំពោះអន្តរជាតិនិងក៏ដូចជាកម្ពុជាបានដាក់សំណើទៅអង្គការសហប្រជាជាតិនិងដើម្បីផ្ដល់សច្ចៈប័ណ្ណលើអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000 MOU 43កាលពីថ្ងៃទី6ខែសីហាអ្នកនាំពាក្យកងទ័ពជើងគោកថៃក៏បានថ្លែងទៅកាន់និងក៏អំពីការត្រៀមរៀបចំរបស់កម្ពុជាដើម្បីដាក់សំណើទៅកាន់អង្គការសហប្រជាជាតិហៅកាត់ថា UN ដើម្បីផ្ដល់សច្ចៈប័ណ្ណទៅលើអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000និងផែនការនិងប្រើប្រាស់ផែនទីមាត្រដ្ឋាន1លើ200,000និងកងទ័ពព្រំដែននៅតែបន្តអនុវត្តភារកិច្ចរបស់ខ្លួននិងដោយរក្សាការប្រុងប្រយ័ត្ននិងពង្រឹងនៅទីតាំងនិងត្រៀមបំរុង24ម៉ោងនៅក្នុងមួយថ្ងៃស្របទៅតាមគោលការណ៍នយោបាយរបស់បញ្ជាការកងទ័ពនិងទោះបីជាគ្មានការប្រើប្រាស់អាវុធក៏ដោយតែប្រតិបត្តិការបោសសម្អាតមីននៅតែបន្តហើយមនុស្សធម៌កំពុងតែត្រូវបានរក្សានិងមានសារៈសំខាន់បំផុតលោកបានបន្ថែមទៀតថាកម្ពុជាបច្ចុប្បន្នកំពុងតែផ្ដោតទៅលើការយកចិត្តទុកដាក់នៃសង្គ្រាមព័ត៌មាននិងក៏ដូចជានៅលើឆាកអន្តរជាតិជាងសកម្មភាពយោធាលោកបានថ្លែងថារដ្ឋាភិបាលនិងក៏ដូចជាអង្គភាពប្រតិបត្តិការកងទ័ពកំពុងតែឆ្លើយតបជាមួយនឹងការប៉ុនប៉ងទាំងអស់នេះហើយលោកបានបញ្ជាក់ថាថៃមិនមានការព្រួយបារម្ភអំពីស្ថានភាពញុះញង់មួយណាឲ្យផ្ទុះសង្គ្រាមឡើយព្រោះថាទាំងអស់នេះមិនមែនជារឿងដែលមិននឹកស្មានដល់នោះទេកម្ពុជាបានប្រើប្រាស់យុទ្ធសាស្ត្រទំនាក់ទំនងរបស់ខ្លួនជាប់លាប់តាមរយៈបេសកជនពិសេសរបស់អង្គការសហប្រជាជាតិនិងអ្នករាយការណ៍សិទ្ធិមនុស្សអង្គការសហប្រជាជាតិនិងកម្ពុជាក៏បានប្រើប្រាស់នៅយុទ្ធសាស្ត្រទំនាក់ទំនងរបស់ខ្លួននេះហើយនឹងកងទ័ពភូមិន្ទថៃបានត្រៀមខ្លួនសម្រាប់រឿងនេះដោយផ្អែកទៅលើព័ត៌មានថៃគឺមិនមានគុណវិបត្តិនៅលើឆាកអន្តរជាតិឡើយតែតេតិនជាមួយនឹងកម្ពុជាអាចនាំក្រុមបាតកោត្រឡប់ទៅវិញនោះគឺពាក់ព័ន្ធជាមួយនឹងការដាក់សម្ពាធកងទ័ពនឹងបានបញ្ជាក់ថាគឺមិនមានព័ត៌មានបែបនេះឡើយហើយថៃបានផ្ដល់ការពន្យល់ច្បាស់លាស់រួចហើយបច្ចេកទេសពាក់ព័ន្ធជាមួយនឹងបញ្ហាប្រសិនបើរូបភាពឬក៏បង្កើតនូវព័ត៌មានមិនពិតតែប៉ុណ្ណោះពាក់ព័ន្ធជាមួយនឹងបញ្ហានេះបងប្អូនជាទីគោរពរាប់អានបាទពាក្យសម្ដីរបស់លោកវិនថៃស៊ូវរីបងប្អូនដឹងហើយថាគឺតែងតែនិយាយបែបឆ្លើយ
ឌឺដងនិងមិនត្រឹមតែប៉ុណ្ណោះគឺនិយាយតែងតែបែបលក្ខណៈដាក់សម្ពាធគម្រាមកំហែងមកលើយើងជាញឹកញាប់ប៉ុន្តែឥឡូវនេះពួកគេលែងខ្វល់ពីរឿងនឹងហើយអ្វីដែលសំខាន់គឺសង្គ្រាមការទូតពេលបច្ចុប្បន្ននេះរដ្ឋាភិបាលកម្ពុជារបស់យើងបាទដឹកនាំដោយសម្ដេចធិបតីនិងមានរដ្ឋមន្ត្រីក្រសួងការបរទេសរបស់យើងបាទបានប្រើប្រាស់យុទ្ធសាស្ត្រការទូតយ៉ាងរឹងមាំបំផុតដែលធ្វើឲ្យពិភពលោកឃើញកាន់តែច្បាស់យល់កាន់តែច្បាស់អំពីទង្វើនៃការឈ្លានពានរបស់ថៃលើដែនអធិបតេយ្យភាពកម្ពុជាហើយនៅក្នុងនោះផងដែរគឺករណីនេះយើងដឹងហើយថាថៃនៅក្នុងប្រវត្តិសាស្ត្រចាញ់កម្ពុជាចំនួន2លើកធំរួចទៅហើយអញ្ចឹងចង់មិនចង់លើកនេះថៃក៏ត្រូវតែចាញ់កម្ពុជាដែរពីព្រោះថាផែនទីຂະຫນាត1លើ200,000ជាប្លង់រឹងអន្តរជាតិទទួលស្គាល់បាទអញ្ចឹងកម្ពុជាគឺសំអាងទៅលើប្លង់រឹងរបស់ខ្លួនឯងថៃអត់មានប្លង់រឹងកន្លែងណាដែលអន្តរជាតិទទួលស្គាល់ថាទឹកដីដែលចូលកាន់កាប់ដោយខុសច្បាប់ទាំងអស់នេះជារបស់ថៃនោះទេចង់មិនចង់គឺថៃត្រូវតែចាញ់ឲ្យអាម៉ាស់មុខម្ដងទៀតតើនាយករដ្ឋមន្ត្រីអនុទីនអាចនឹងមានវាសនាដោយលោកសរិនថានារ៉ាត់ដែរឬទេលោកសរិនថានារ៉ាត់ត្រូវបានបាត់បង់ជីវិតក្រោយពេលដែលចូលគាល់ស្ដេចថៃបាទបន្ទាប់ពីបាត់បង់ជីវិតពេលតែដល់ផ្ទះហើយបន្ទាប់ពីធ្វើឲ្យប្រទេសថៃអាម៉ាស់យ៉ាងខ្លាំងសង្ឃឹមថាអនុទីនក៏ដូចសរិនថានារ៉ាត់នៅក្នុងប្រវត្តិសាស្ត្រដែរដូច្នោះព័ត៌មាននេះមានប៉ុណ្ណឹងខ្ញុំបាទសូមអរគុណនិងសូមគោរពលា